10 ឆ្នាំក្រោយស្រាប់តែប៉ូលីសបើកការស៊ើបអង្កេតសារជាថ្មីឡើងវិញទៅលើករណីឃាតកម្មទៅលើនារីវ័យក្មេងអាយុ22ឆ្នាំម្នាក់នេះគឺជាសៀវភៅមួយដែលខ្ញុំបានអាន The Alaska Sender Affair ជាសៀវភៅបែប Mystery Crime ស៊ើបអង្កេតហើយក៏ជាសៀវភៅទី2ដែលខ្ញុំបានអានបន្ទាប់ពីសៀវភៅ The Truth About Harry Coben Affair របស់អ្នកនិពន្ធលោក Joel Dicker សាច់រឿងនៅក្នុងសៀវភៅនេះនឹងភ្ជាប់អ្នកទាំងអស់គ្នាទៅកាន់តួអង្គមុនចេញពីសៀវភៅ The Truth About Harry Coben Affair មានដូចជា Marcus ហើយនិង Perryតែពួកគាត់ទាំងពីរនឹងធ្វើការជាមួយគ្នាម្ដងទៀតទៅលើករណីឃាតកម្មមួយនេះឥឡូវយើងមកដឹងអំពីសាច់រឿង highlight ខ្លីៗចេញពីសៀវភៅមួយនេះឃាតកម្មកើតឡើងទៅលើនារីវ័យក្មេងអាយុ22ឆ្នាំម្នាក់ដែលគាត់មានឈ្មោះថា Alaska Sender ប៉ុន្តែក្រោយពីថ្ងៃកើតហេតុដែលប៉ូលីសរកឃើញសាកសពរបស់គាត់នឹងគឺប៉ូលីសធ្វើការលឿនខ្លាំងមែនទែនហើយចាប់បានជនសង្ស័យ2នាក់ដែលជាឃាតករសម្រាប់នារីរងគ្រោះភ្លាមៗដែលប៉ូលីសគាត់ចំណាយពេលប្រហែលជា2ទៅ3ថ្ងៃក្នុងការតាមចាប់ឃាតករហើយករណីឃាតកម្មមួយនឹងត្រូវបានដោះស្រាយនិងបិទភ្លាមៗដោយសារតែឃាតករដែលគេចាប់បាននឹងពួកគាត់បានសារភាពថាគាត់ជាអ្នកសម្លាប់នារីរងគ្រោះបន្ទាប់ពីករណីឃាតកម្មមួយនេះត្រូវបានស៊ើបអង្កេតហើយដោះស្រាយហើយស្រាប់តែ10ឆ្នាំក្រោយមានករណីស្លាប់នារីវ័យកណ្ដាលម្នាក់នៅឯ fast food parking មួយកន្លែងដែលការស្លាប់របស់នារីវ័យកណ្ដាលម្នាក់ហ្នឹងគឺមានជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មរបស់នារីវ័យក្មេងដែលមានឈ្មោះថា Alaska Senderដោយសារតែប៉ូលីសរកឃើញមានតម្រុយដែលជាឃ្លូជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មមួយហ្នឹងអញ្ចឹងប៉ូលីសក៏ reopen បើកការស៊ើបអង្កេតទៅលើករណីឃាតកម្មរបស់ Alaska Sender សារជាថ្មីពេលហ្នឹងខ្ញុំក៏មានចម្ងល់ថាហាក់ឃាតករក៏ចាប់បានហើយបានសារភាពទៀតផុសតាងក៏មានហើយសាវក្រមក៏ប្រកាសហើយហេតុអីក៏ចាំបាច់ទៅរើកកាយសំណុំរឿងនឹងសារជាថ្មីវាគឺជាចម្ងល់របស់ខ្ញុំនៅពេលដែលខ្ញុំអានដល់ចំណុចមួយហ្នឹងអញ្ចឹងខ្ញុំ highlight ប៉ុណ្ណឹងព្រោះវាអាច spoil សាច់រឿងជា overall សៀវភៅនេះគឺជាសៀវភៅទី2ដែលខ្ញុំបានអានចេញពីអ្នកនិពន្ធដដែលហើយខ្ញុំស្រឡាញ់សាច់រឿងនៅក្នុងសៀវភៅមួយនេះដូចដែលខ្ញុំចូលចិត្តសាច់រឿងនៅក្នុងសៀវភៅមុនអញ្ចឹងគឺវាល្អអានដូចគ្នាវាចាប់ផ្ដើមបកស្រាយម្ដងបន្តិចហើយធ្វើឲ្យខ្ញុំចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងនៅទំព័របន្ទាប់ជានិច្ចវាតកតងទៅនឹងមិត្តភាព loyalty ហើយវាមានបទសរផ្សេងៗដែលធ្វើឲ្យអ្នកអានសង្ស័យហើយឆ្ងល់ច្រើនខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសៀវភៅបែប Mystery Novel ហើយមាន layer timeline ច្រើនអ្នកទាំងអស់គ្នាអាចសាកល្បងយកសៀវភៅមួយនេះមកអានបានខ្ញុំពិតជា recommend ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែអានសៀវភៅមួយនេះជាមុនសិន The Truth About Harry Coben Affair ដោយសារតែមានតួអង្គមួយចំនួនសាច់រឿងរបស់ពួកគាត់ចេញពីសៀវភៅមួយហ្នឹង